សួស្តីបងប្អូនហើយមិត្តភ័ក្តិទាំងអស់គ្នានេះចង់បង្ហាញវីដេអូឲ្យអស់ពីដំណាំដែលខ្ញុំដាំនៅលើដំបូលផ្ទះបាទអញ្ចឹងទី1ចាប់ពីស្រះត្រីខ្ញុំមានស្រះជាតង់កស៊ូទទឹង1 ម៉ែត្រកន្លះបណ្ដោយ3 ម៉ែត្រហើយនៅនេះខ្ញុំដាក់ត្រីដែងប្រហែលជា3 គីឡូហ្នឹងប្រហែលជាចន្លោះ300 ទៅ 400 កូនបាទអញ្ចឹងពេលដែលយើងចំត្រីដែងទឹកក្នុងអាងហ្នឹងវាមានជីវាមានអាចត្រីមានអីចឹងទៅវាទៅជាជីហើយខ្ញុំបើកទឹកហ្នឹងបាទនេះបើកទឹកនេះដើម្បីស្រោចស្រោចស្រពដំណាំជិត20 មុខបាទទី1មានក្តាត3 ដើម 3 គុម្ពបាទហើយបន្ទាប់មកមានស្លឹកបាសអីចឹងទៅវាដុះជាមួយគ្នាចឹងទៅទី2ស្លឹកបាសហើយទី3វាមានដើមប្រទាលកតុយកពើបាទអត់ទាន់បានបោចស្មៅបោចបាសដុះបាទទី3យើងមានដើមទទឹមបាទមួយដើមឥឡូវមានផ្លែមានផ្កាច្រើនបាទហើយបន្ទាប់មកយើងមានបាទនេះយិនសិនបាទយិនសិនខ្មែរបន្លែក៏ឆ្ងាញ់ដែរបន្ទាប់មកយើងមានស្លឹកតយសម្រាប់ធ្វើទឹកប្រទាលកតុយកពើយើងមានប្រទាលកតុយកពើយើងមានស្លឹកតយគ្រប់ល្មមបាទហើយនេះមានចកសូឡាបាទចកសូឡានេះគឺយើងចិញ្ចឹមវាសម្រាប់ឲ្យចេះជាចំណីត្រីនៅនេះបាទហើយទឹកពីអាងត្រីហ្នឹងក៏យកមកដាក់ចិញ្ចឹមសូឡាហ្នឹងមានជីជាតិខ្លាំងបាទ3 ថ្ងៃអីគឺយើងវាដុះពេញហ្នឹងយើងដងបាទបន្ទាប់មកយើងមានស្លឹកអំពិលបាទត្រួយអំពិលមានផ្ទីបាទនេះប្រទាលកតុយកពើថែមបាទហើយនៅខាងនេះមានបាទនេះប្រទាលកតុយកពើដែរហើយយើងមានដើមសកានៀកបាទ3 គុម្ពនេះបាទផ្លែចិត្តតែជា3 ឆ្នាំហើយផ្លែបាទបន្ទាប់មកយើងវិលមកនេះវិញយើងមានដណូងបាទដណូងស្លឹកវាហែមកដល់នេះហើយវាមកដល់នេះហើយបាទហើយមានប្រទាលយសីមានប្រទាលគេហៅថាពោះក្រាយបាទបានមុខហើយមិនភ្លេចរាប់បន្ទាប់មកយើងមានម្នាស់បាទផ្លែពូជម្នាស់នេះគឺយកមកពីស្រុកវាលវែងអូសោមបាទម្នាស់ផ្អែមម្នាស់ទឹកឃ្មុំហើយយើងមានដើមលហុងសាកដើមលហុងដើមល្អប៉ុន្តែអត់មានផ្លែទេក្តឹបជ្រុះហើយយើងមាននេះគេហៅថាផ្កាសាឡាត់ឬក៏ផ្កាឡៃហៀងបាទតបមកយើងមានឆាយាបន្លែផ្អែមនេះក៏ប្រើសម្រាប់ឲ្យខ្យងបាទខ្ញុំមានអាងខ្យងនៅនេះមួយតង់បាទអញ្ចឹងបន្លែផ្អែមហ្នឹងគឺហូបផងយើងចាស់យើងឲ្យខ្យងបាទនេះម្នាស់ដែរបាទម្នាស់ផ្លែដែរហើយបាទនេះខ្យងហើយបន្ទាប់មកនេះមានដើមចិនលុងបាទដើមចិនលុងបន្ទាប់មកមានអាឡឹកបាទអាឡឹកផ្លែធំហើយតែជាកន្លះខែទៀតទុំហើយបាទហើយមានត្រប់វែងហ្នឹងមានយើងកាប់ហូបអស់ហើយឥឡូវវាដុះមែកថែមបាន2 គុម្ពទៀតហើយនឹងដណូងនេះដើមដណូងឡើងមកហើយដើមដណូងបាទនេះចិនលុងអាឡឹកនេះប្រទាលកតុយកពើទៀតហើយយើងមានក្រូចសើច1 គុម្ពបាទ
នេះចលងទៀតហើយនេះវាមានម្រះព្រៅបាទម្រះព្រៅហើយនេះក៏មានលហុងមួយដើមទៀតចាប់ដើមការស្ដាប់ហើយប៉ុន្តែមិនដឹងជាកាន់ឬក៏យ៉ាងណាទេហើយមានឆាយាទៀតហើយបាទឆាយាអញ្ចឹងឆាយាមាន3គុំនេះប្រទាលកតុយកពើអត់សូវល្អទេបាទចឹងមានតែប៉ុណ្្នឹងឯងអូបញ្ជាក់ម្ដងទៀតនេះវាវិលជុំបាទន័យថាខ្ញុំយកបាទទឹកជីពីអាងត្រីចិញ្ចឹមនោះវាមានជីចឹងយើងយកមកស្រោចដំណាំយើងទាំងអស់ហ្នឹងបាទស្រោចបន្ទាប់មកយើងមានទឹកបាទទឹកគីឡូយើងហ្នឹងបើកបញ្ចូលវិញបាទបើកបញ្ចូលថែមចឹងវាវិលបាទវិលជុំហើយចកនេះគឺដងមកឲ្យត្រីបាទហើយទឹកនេះគឺយកមកចិញ្ចឹមចកវិញហើយនឹងដាំបន្លែបាទអរគុណចុងក្រោយបង្ហាញផ្លែទន្ទឹមបាទអរគុណច្រើន